សូមនមស្ការថ្វាយអង្គមគុំចាស់គ្រប់ព្រះអង្គនិងសូមចម្រើនពរញោមញាតិពុទ្ធបរិស័ទប្រុសស្រីគំរូគុំយដ្ឋានទាំងអស់ប៉ុណ្ណាណានៅក្នុងឱកាសណាថ្ងៃអាទិត្យបានថ្ងៃអាទិត្យភិក្ខុអង្គសាមណេរគុណចាស់គ្រប់ព្រះអង្គយើងដើម្បីណាបោសសម្អាតណានៅស្រះទឹកពោស្រះទឹកហើយមានកផ្លោកមានចោអីជាដើមអញ្ចឹងយើងចុះទៅមានគុណចាស់3 4អង្គលោកចុះណាហើយក្នុងស្រះហ្នឹងគឺសម្បូរឈូកទៀតពោឈូកច្រើនពោអញ្ចឹងវានឹងយ៉ាប់ពិបាកណាហើយពូដោយសារយើងអត់មានស្មាច់ណាអញ្ចឹងក៏យើងឥឡូវនេះជាសកម្មភាពគុណចាស់យើងកំពុងតែកាត់បានខ្លះហើយយកអីយើងលើកដាក់ទេដើម្បីយកទៅចាក់ចោលពូនេះណាញោមញាតឃើញហើយពូហ្នឹងយើងសូមញោមញាតបបស័តណាយើងចូលរួមថាត្រេកអរសូមញាតិញោមចូលរួមណាជ្រះថ្លាជាមួយហើយអាត្មាភាពក៏បានមានសទ្ធាជ្រះថ្លាញោមណាគឺទៅប្រគេនចង្ហាន់ព្រះសង្ឃណា60អង្គនៅវត្តអូច្រាពោក្រុងបៃលិនខេត្តបៃលិនដែលយើងប្រព្រឹត្តទៅញោមណាត្រូវថ្ងៃណាអង្គារពោថ្ងៃអង្គារពោថ្ងៃអង្គារពោហើយត្រូវថ្ងៃទី9ខែធ្នូឆ្នាំ2025បាទញាតិញោមពុទ្ធបរិស័ទប្រុសស្រីមានសទ្ធាជ្រះថ្លាចូលរួមណាតាមទន្ធានអ្វីដែលញោមមានប៉ុណ្ណាអញ្ចឹងគឺសូមញាតិញោមចូលរួមព្រៃឲ្យជាមួយអាត្មាភាពណាព្រះភិក្ខុជាគោពោអញ្ចឹងគឺមើលទៅពោណាពោនេះជារូបលោកប្អូនតូចពោដែលអាត្មាត្រូវប្រគេនចង្ហាន់ព្រះសង្ឃណាញោមណានេះឲ្យញោមមើលទៅទូចពោវ័យទៅតែ5ឆ្នាំអង្គខ្លះ6ឆ្នាំអង្គខ្លះ4ឆ្នាំពោមើលទៅពោណាគឺព្រះសង្ឃខាងធម្មយុត្តពោព្រះសង្ឃខាងធម្មយុត្តពោណាមើលណាអញ្ចឹងញោមពុទ្ធបរិស័ទប្រុសស្រីណាចូលរួមត្រេកអរជាមួយអាត្មាភាពណានេះឃើញទេពោណាញឹមស្រស់ពោឃើញទេពោណាថាកូនគេកូនយើងចៅគេចៅយើងពោណាអញ្ចឹងគឺសង្ឃឹមជាណាលើញាតិញោមបរិស័ទប្រុសស្រីគ្រប់រូបគុំយដ្ឋានណាចូលរួមត្រេកអរបងមើលទៅញោមទូចទេប្រហុក60អង្គអូនេះបានម្ចាស់គ្រូណាសុំថតជាមួយណាគេអៀនគេបងគេអៀនគេអញញឹមតួស្អាតណាព្រោះស្អាតណាស់តួមើលទៅព្រោះណានេះគឺដើម្បីដល់ម៉ោងឈរនេះគឺដើម្បីតម្រៀបជួរណាយើងទៅដល់វាយរកាំងយើងដើម្បីចាំគ្នាព្រោះយើងចាំគ្នាមានសម្ដាប់ធ្នាប់ណាឈរជាជួរណាឲ្យញោមបរិស័ទប្រុសស្រីណាតែប៉ុណ្ណឹងបងណាសូមញោមពុទ្ធបរិស័ទណាចូលរួមត្រេកអរជាមួយអាត្មាភាពព្រះភិក្ខុជាគោដែលគោនៅក្នុងវត្តធនមិត្តរិបបារាមហោវិតាក្រុងបាត់ដំបងខេត្តបាត់ដំបងសូមអនុមោទនា